ក្នុងចំណោមព្រះមហាក្សត្រនៃរាជវង្សចក្ររីព្រះបាទអានន្ដាមហេដុលគឺជាអង្គម្ចាស់ដែលមានព្រះភ័ក្ត្រទន់ភ្លន់និងជាទីស្រឡាញ់បំផុតរបស់ប្រជាជនព្រះអង្គប្រសូតនៅឆ្នាំ1925នាប្រទេសអាល្លឺម៉ង់ហើយត្រូវបានជ្រើសរើសឲ្យឡើងគ្រងរាជសម្បត្តិក្នុងព្រះជន្មត្រឹមតែ9វស្សាប៉ុណ្ណោះដោយសារត្រូវបន្តការសិក្សានៅប្រទេសស្វីសព្រះអង្គបានឃ្លាតឆ្ងាយពីមាតុភូមិអស់ជាច្រើនឆ្នាំលុះដល់ឆ្នាំ1945ក្រោយភ្លើងសង្គ្រាមលោកលើកទី2ត្រូវបានរលត់ទៅព្រះអង្គបានយាងត្រឡប់មកវិញប្រៀបដូចជាពន្លឺនៃក្តីសង្ឃឹមថ្មីដែលនឹងមកស្រោចស្រពប្រទេសថៃឲ្យរុងរឿងឡើងវិញប៉ុន្តែពន្លឺនេះបែរជាត្រូវរលត់ទៅវិញយ៉ាងអាថ៌កំបាំងជាទីបំផុតព្រឹកថ្ងៃទី9មិថុនាឆ្នាំ1946បរិយាកាសក្នុងព្រះបរមរាជវាំងក្រុងបាងកកដែលធ្លាប់តែស្ងប់សុខបែរប្រែជាច្របូកច្របល់ក្នុងមួយប្រព្រឹត្តភ្នែកសំឡេងកំភ្លើងមួយគ្រាប់បានបន្លឺឡើងចេញពីព្រះបន្ទប់គេងរបស់ព្រះមហាក្សត្រទិដ្ឋភាពដ៏រន្ធត់គេបានរកឃើញប្រសពរបស់ព្រះបាទអានន្ដាមហេដុលសោយទីបង្គត់នៅលើគ្រែក្នុងថ្លុកឈាមដែលមានស្នាមគ្រាប់កំភ្លើងចំកណ្ដាលព្រះកេសក្បែរព្រះហត្ថរបស់ព្រះអង្គមានកំភ្លើងខ្លីមួយដើមបន្សល់ទុកនៅសំណួរដែលពិភពលោកដោះស្រាយមិនចេញរហូតមកដល់សពថ្ងៃជិតមួយសតវត្សបានកន្លងផុតទៅប៉ុន្តែសំណួរសួរថាតើនរណាជាអ្នកនៅពីក្រោយរឿងនេះនៅតែជាស្រមោលដ៏ខ្មៅងងឹតតាមលើបន្លាចប្រវត្តិសាស្ត្រថៃហើយនៅពេលនោះមានទ្រឹស្ដីធំៗចំនួន3ដែលត្រូវបានគេលើកយកមកវែកញែកទី1គ្រោះថ្នាក់ដោយអចេតនាការផ្ទុះអាវុធដោយចៃដន្យក្នុងខណៈដែលព្រះអង្គកំពុងត្រួតពិនិត្យអាវុធទី2ការសម្រេចប្រតិបញ្ចប់ជីវិតទ្រឹស្ដីដែលថាព្រះអង្គមានសម្ពាធផ្លូវចិត្តឬវិបត្តិនយោបាយប៉ុន្តែត្រូវបានគ្រួសារនិងមនុស្សជិតស្និទ្ធបដិសេធយ៉ាងដាច់អហង្ការទី3ផែនការឃាតកម្មនេះគឺជាចំណុចដែលរសើបបំផុតមានការសង្ស័យទៅលើការដណ្ដើមអំណាចរវាងក្រុមអ្នកនយោបាយនិងអិសរាជជនមានឥទ្ធិពលនាគ្រានោះដែលចង់កម្ចាត់ពន្លឺថ្មីចេញពីឆាកនយោបាយក្រោយការបាត់បង់ដ៏ធំធេងនេះព្រះអនុជប្អូនប្រុសគឺព្រះបាទភូមិបុលអឌុលយ៉ាដេត្រៀមមាទី9បានឡើងគ្រងរាជបន្តទាំងក្តីសង្វេគជាទីបំផុតបើទោះបីជាអាចកំបាំងនៃការស្លាប់របស់បងប្រុសមិនត្រូវបានលាតត្រដាងឲ្យដាច់ស្រឡះប៉ុន្តែព្រះបាទភូមិបុលបានប្រែក្លាយពីការឈឺចាប់នេះឲ្យក្លាយជាចលករក្នុងការបម្រើរាជរហូតក្លាយជាព្រះមហាក្សត្រដែលគ្រងរាជយូរជាងគេនិងជាទីស្រឡាញ់បំផុតក្នុងប្រវត្តិសាស្ត្រថៃរហូតមកដល់បច្ចុប្បន្នរឿងរ៉ាវព្រះបាទអានន្ដាមហេដុលនៅតែជាទំព័រប្រវត្តិសាស្ត្រដែលបិទមិនជិតនិងជាអាថ៌កំបាំងដ៏ជ្រៅបំផុតដែលធ្វើឲ្យមនុស្សជាតិនៅតែងឿងឆ្ងល់និងចង់ដឹងការពិតដែលនៅពីក្រោយខ្នងនៃសោកនាដកម្មនេះ